បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាគឺវីដេអូនេះដែរខ្ញុំចង់មកប្រាប់បងប្អូនតាក់ទងអំពីរបៀបគិតលុយពីខ្មែរទៅដុល្លារពីដុល្លារមកខ្មែរពីវៀតណាមទៅខ្មែរពីខ្មែរទៅវៀតណាមអញ្ចឹងបាទគឺយើងគិតបានលុយទាំងអស់បងប្អូនយើងនិយាយថាយើងអាចដូចថាគិតគុណមើលណាគុណមើលពីដុល្លារមកខ្មែរពីខ្មែរទៅដុល្លារគឺបានមិនថាលុយប្រភេទណាទេបាទអញ្ចឹងមុននឹងឈានដល់វីដេអូមួយហ្នឹងសូមបងប្អូនដែលចូលមើលថ្មីសូមបងប្អូនជួយចុចជាវ channel ខ្ញុំម្នាក់មួយផងបាទដើម្បីទទួលបានចំណេះដឹងថ្មីពីខ្ញុំបាទជារៀងរាល់ថ្ងៃអញ្ចឹងបាទអញ្ចឹងសូមបងប្អូនជួយចុចម្នាក់មួយផងបាទហ្នឹងហើយអញ្ចឹងជាដំបូងបងប្អូនសម្រាប់ប្រើ iPhone បងប្អូនចូលទៅកាន់ App Store មកវាយអញ្ចឹងមកហើយទៅបងប្អូនចុច Search ទៅបន្ទាប់មកបងប្អូនយកនេះកន្លែងខាងក្រោមនេះមានលេខ100ណាបងប្អូនចុចលើនឹងមកបាទដោយសារកន្លែងនេះខ្ញុំ download ហើយអញ្ចឹងវាចេញអញ្ចឹងបងប្អូនមិនទាន់ down បងប្អូនចុច download ទៅបាទដំឡើងទៅ install ទៅរួចទៅដល់ពេលបងប្អូន install ហើយបងប្អូនចុចទៅលើពាក្យថា open បាទអញ្ចឹងបងប្អូនចូលដល់ចំណុចហ្នឹងបងប្អូនអាចចង់ថាដូរពីភាសាណាក៏បានបងប្អូនដូរជាទង់ជាតិគឺថាលុយចំនួនលុយឧទាហរណ៍ឥឡូវខ្ញុំចង់$1ខ្ញុំដាក់ពី US បាទ US មក KA អញ្ចឹងមកពីខ្មែរមកខ្មែរណាអញ្ចឹងបងប្អូនចុចយកមកយក Cambodia មករួចទៅយើងវាយពាក្យថានេះគឺថា4000បាទ4000អញ្ចឹងវាស្មើ$1បាទអញ្ចឹងបងប្អូនចង់វាយពីដូចថាពីដុល្លារមកខ្មែរយើងវិញណាអញ្ចឹងបងប្អូនជ្រើសយកពាក្យ US ទៅបាទ US ហើយបងប្អូនវាយពាក្យ1មក$1បាទនេះវាស្មើនឹង4000ជាងបាទ4017កាក់អញ្ចឹងបាទអញ្ចឹងបងប្អូនចង់ឧទាហរណ៍ថាចង់ដឹងថាលុយពីវៀតណាមមកខ្មែរយើងប្រហែលអញ្ចឹងបាទអញ្ចឹងបងប្អូនវាយទៅបាទឧទាហរណ៍ខ្ញុំវាយខ្ញុំអត់សូវស្គាល់លុយវៀតណាមអត់ស្គាល់តែហ្មងបាទបងប្អូនវាយអញ្ចឹងមកស្មើបានសម្រាប់បងប្អូនដែលចង់ដឹងអញ្ចឹងណាពីលុយវៀតណាមមកខ្មែរយើងពីខ្មែរយើងមកវៀតណាមអញ្ចឹងបងប្អូនចុចតាមនឹងដែលបងប្អូនចង់ដឹងទៅបាទឧទាហរណ៍ឥឡូវយើងយកពីខ្មែរមកវិញបាទបងប្អូនចុចអាខាងលើឲ្យវៀតណាមហ្នឹងទៅហើយដូចជាខ្មែរយើងបាទបន្ទាប់មកនេះវៀតណាមវានៅខាងក្រោមវិញអញ្ចឹងបងប្អូនវាយមកវាថាលុយខ្មែរយើង4000វាស្មើប្រហែលលុយវៀតណាមណាបាទយ៉ានេះបងប្អូនអញ្ចឹងបងប្អូនឃើញហើយសម្រាប់អ្នកស្គាល់លុយវៀតណាមបាទគេចាយយ៉ាងម៉េចបងប្អូនដឹងហើយប៉ុន្តែដូចថាបងប្អូនប្រើកម្មវិធីមួយហ្នឹងគឺវាស្រួលសម្រាប់ក្នុងការយើងគិតលុយលឿនណាបាទដូចជាលុយវៀតណាមមកខ្មែរប្រហែលពីខ្មែរទៅវៀតណាមប្រហែលដូចថាបងប្អូនដើរនៅស្រុកវៀតណាមអញ្ចឹងបាទដើរនៅប្រទេសវៀតណាមអញ្ចឹងបាទអញ្ចឹងបើមានចំណុចលើសលួសឬក៏និយាយរាំងឆ្កងអីសូមបងប្អូនអធិស្ឋានផងបាទដោយសារខ្ញុំបញ្ហាសុខភាពអញ្ចឹងវារាំងពិបាកក្នុងការនិយាយបាទវារៀងលក្ខណៈថាភ្លេចមុខភ្លេចក្រោយអញ្ចឹងអធិស្ឋានផងបងប្អូនបាទអញ្ចឹងវីដេអូនោះមានតែប៉ុណ្្នឹងទេអរគុណច្រើនជំរាបលាបាយបាយ